ក្នុងរយៈពេលខែឆ្នាំនៃការតស៊ូសង្គ្រាមប្រឆាំងនឹងអាមេរិកវត្តខ្មែរជាច្រើននៃខេត្តត្រវិញបានក្លាយជាកន្លែងលាក់បាំងកម្មភិបាលផ្ដើមឲ្យការចលនាបដិវត្តន៍ក្នុងលំហូរប្រវត្តិសាស្ត្រនោះព្រះតេជគុណស្ទឹងវង្សស្រុកកំណើតនៅស្រុកកោងាំងបានពលិកម្មដើម្បីបុព្វហេតុតស៊ូឲ្យប្រទេសជាតិការបរិច្ចាគនិងការលាក់បាំងរបស់ព្រះអង្គជានិច្ចកាលបានប្រជាជនចងចាំនិងលើកដំកើងដោយក្តីគោរពនៅខែកញ្ញាឆ្នាំ1960ក្នុងឱកាសពិធីបុណ្យសែនដូនតាព្រះតេជប្រគុណសឹងវង្សនិងមានខ្មែរជិតរាប់សិបពាន់នាក់បានដើរដង្ហែក្បួនបាតុកម្មទាមទារទៅកាន់ចៅហ្វាយខេត្តប្រជាជនបានអំពាវនាវឲ្យឈប់ការចាប់ទាហានតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែកលើវត្តនិងបំណងប្រាថ្នាឲ្យទាហានវិលមកកាន់ប្រជាជនវិញការធ្វើបាតុកម្មតវ៉ារបស់ព្រះសង្ឃមានជនរួមជាតិបណ្ដាជនជាតិក្នុងខេត្តបានរួមចំណែកផ្លាស់ប្ដូរស្ថានភាពនយោបាយនៅសមរភូមិភៀកខាងត្បូងដោយបង្ខំឲ្យខ្មាំងសត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រមានប្រយោជន៍ឲ្យចលនាបដិវត្តន៍ព្រះអង្គមានកិត្តិនាមក្នុងបកគឺបានជួលក្នុងក្របខ័ណ្ឌបកនោះគឺនៅឆ្នាំ1956ដល់ថ្ងៃទី9ខែ10ឆ្នាំ1960ព្រះអង្គក៏ឃ្លាតពីវត្តអារាមភូមិស្រុកដើម្បីទៅសកម្មភាពតថលជាមួយនឹងខ្មាំងនៅភូមិឡុងដៀងទៀងនិគមដំយើយខេត្តយ៉ារ៉ៃនៅក្នុងព្រះអង្គតយុទ្ធសកម្មភាពជាមួយនឹងខ្មាំងនៅតំបន់នោះនៅវត្តជ័យជ្រុំរូបព្រះតេជប្រគុណសឹងវង្សបានមានពុទ្ធបរិស័ទនិងព្រះសង្ឃចងចាំជានិច្ចគំរូនៃការលះបង់ចំពោះប្រទេសជាតិមិនខ្លាចការលំបាករបស់ព្រះអង្គបានខ្លាចជាមេរៀនដ៏មានតម្លៃសម្រាប់មនុស្សជាច្រើនចំនួនពុទ្ធបរិស័ទជាវត្តជ័យជ្រុំនិគមកោងាងខេត្តត្រវិញយើងណាក់ណាក៏ដោយតែងតែដឹងគុណចំពោះបកនឹងរដ្ឋហើយគោរពបកនឹងរដ្ឋក៏ដូចជាព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គគណៈកម្មការពុទ្ធបរិស័ទជារៀងរាល់របបសិទ្ធិសិលដូចជាសិលធំពេញបោខេដាច់នឹងថ្ងៃណាក៏ដោយគណៈកម្មការយើងខ្ញុំនឹងតែងតែរំលឹកដាស់តឿនដល់ព្រះសង្ឃពុទ្ធបរិស័ទនឹងដឹងនៅគុណបកដែលជាមេគារបស់សម្ដេចវិសុទ្ធិបញ្ញោសឹងវង្សនៃយើងជាង50ឆ្នាំបានកន្លងផុតទៅហើយទឹកចិត្តស្នេហាជាតិភាពក្លាហាននិងភាពស្មោះត្រង់របស់ព្រះឧបជាសឹងវង្សនៅតែដក់ជាប់ក្នុងដួងចិត្តមានខ្មែរត្រវិញជារៀងរហូតទឹកចិត្តនៃការលះបង់មួយជីវិតដើម្បីជាតិនឹងមិនដែលសាបសូន្យឡើយនោះជាពន្លឺនាំផ្លូវសម្រាប់មនុស្សចំនួនបច្ចុប្បន្នឲ្យដើរតាម